តារ៉ាដាអាចចាប់សញ្ញារបស់យន្តហោះចម្បាំងបានយ៉ាងដូចម្តេចសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាស្គាល់អំពីរ៉ាដាប្រព័ន្ធដ៏សែនអស្ចារ្យដែលអាចរកឃើញទោះបីយន្តហោះចម្បាំងហោះហើរខ្ពស់លើមេឃអាកាសយ៉ាងណាក៏ដោយរ៉ាដាមានពាក្យពេញថា Radio Detection and Ranking មានន័យថាស្វែងរកនិងវាស់ចម្ងាយដោយរលកសញ្ញាខាងក្រោមនេះជារបៀបដែលវាធ្វើការវាផ្ញើរលកសញ្ញាទៅមុខតាមដែលអាចធ្វើទៅបានតាមប្រភេទរ៉ាដាប្រភេទនីមួយៗប្រសិនបើមានវត្ថុខុសប្លែកឬដូចជាយន្តហោះជាដើមហោះកាត់នឹងវាផ្ដល់រលកសញ្ញាត្រឡប់មកវិញទៅកាន់រ៉ាដានោះបន្ទាប់ពីរ៉ាដាបានទទួលសញ្ញាហើយវានឹងកណនាចម្ងាយនិងប្រភេទល្បឿននៃអង្គធាតុនោះហើយបញ្ជូនទិន្នន័យទៅខាងអ្នកគ្រប់គ្រងរ៉ាដាមានច្រើនប្រភេទណាស់ឥឡូវយើងមកលម្អិតអំពីរ៉ាដាដែលអាចកំណត់សញ្ញារបស់យន្តហោះបាននៅពេលរលកសញ្ញាបញ្ជូនទៅហើយត្រឡប់មកវិញប្រព័ន្ធនឹងកណនាចម្ងាយរបស់យន្តហោះចម្បាំងនោះមុំអង្គតែបញ្ជាក់ថាវាហោះហើរមកពីទិសខាងណាពួកគេប្រើប្រព័ន្ធ Doppler effect ដើម្បីវាស់ថាយន្តហោះចម្បាំងនោះបើកល្បឿនប៉ុណ្ណាបន្ទាប់មកប្រព័ន្ធអាចបង្ហាញលើអេក្រង់ថាវត្ថុនោះមានលក្ខណៈស្របនឹងយន្តហោះប្រយុទ្ធពីព្រោះវាហោះហើរលឿនខ្លាំងនិងមានទំហំជាក់លាក់និងលំនាំហោះពិសេសរ៉ាដាមិនត្រឹមតែប្រើសម្រាប់យោធាប៉ុណ្ណោះទេតែគេប្រើក្នុងជីវិតប្រចាំថ្ងៃទូទៅដូចជាព្យាករណ៍អាកាសធាតុចរាចរណ៍អាកាសចរការពារសមុទ្រនិងនាវាផ្សេងៗប៉ុន្តែសម្រាប់យោធាវាជាឧបករណ៍សំខាន់ណាស់ក្នុងការរកឃើញតាមដាន Fighter Jet ឬក៏យន្តហោះចម្បាំងនោះឯងនេះជាការបញ្ចូលខ្លីៗអំពីរ៉ាដានិងរបៀបដែលវារកឃើញ Fighter Jet ឬក៏យន្តហោះចម្បាំងសូមអរគុណសម្រាប់ការទស្សនាកុំភ្លេចជួយ Like Share និង Subscribe Channel របស់យើងខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់យើងជាពិសេសសូមបួងសួងដល់កងទ័ពរបស់យើងឲ្យមានសុខសប្បាយភាពទាំងអស់គ្នា